ព័ត៌មានទី1បាទព័ត៌មានទី1នេះគឺខ្ញុំសង្ខេបជូនដោយព័ត៌មានច្រើនបញ្ចូលក្នុងហ្នឹងជាដំណាក់តែម្ដងគឺចំណុចទី1នៃព័ត៌មានទី1នេះគឺលោកប្រធានាធិបតី Donald Trump ដោយដែលប្រិមិត្តឃើញនៅក្នុងរូបនេះហើយគឺលោកបានបដិញ្ញាថាមិនឲ្យមានមីនទេនៅក្នុងច្រកសមុទ្រ Hormuz នៅក្នុងច្រកសមុទ្រ Hormuz ដោយលោកបានចេញបញ្ជាថាឲ្យកងទ័ពជើងទឹកសហរដ្ឋអាមេរិកបាញ់សម្លាប់ទូកណាមួយក៏ដោយទូកក៏ដោយធំក៏ដោយដែលកំពុងដាក់មីននៅក្នុងដែនទឹកនៃច្រកសមុទ្រ Hormuz ហើយការវាយប្រហារនេះលោកថាមិនត្រូវស្ទាក់ស្ទើរនោះឡើយគឺបាញ់តែម្ដងលោកថា shoot to kill តែម្ដងគឺបាញ់ឲ្យស្លាប់តែម្ដងបាទ shoot បាញ់សម្លាប់តែម្ដងបាទនេះគឺជាការបដិញ្ញាចិត្តរបស់លោកត្រាំហើយទន្ទឹមនឹងនោះគឺលោកប្រធានាធិបតីបានប្រកាសថាកងទ័ពសហរដ្ឋអាមេរិកឥឡូវនេះគឺគ្រប់គ្រងច្រកសមុទ្រ Hormuz ទាំងស្រុងហើយបាទដែលអ៊ីរ៉ង់គាត់ថាគាត់គ្រប់គ្រងប៉ុន្តែលោកប្រធានាធិបតីថាអាមេរិកគឺគ្រប់គ្រងច្រកសមុទ្រ Hormuz ទាំងស្រុងហើយពីព្រោះអីថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់នៅពេលបច្ចុប្បន្ននេះគឺនៅមិនទាន់ឯកភាពគ្នានៅរញ៉េរញ៉ៃនៅឡើយដូច្នេះមិនទាន់បានចំហរួមពីព្រោះពួកគេរវល់តែប្រយុទ្ធគ្នាផ្ទៃក្នុងគាត់ប្រាប់ពាក្យ infighting បាទការប្រយុទ្ធគ្នានៅផ្ទៃក្នុងនៅឡើយហើយថាមិនទាន់ច្បាស់ថាតើអ្នកណាជាអ្នកទទួលខុសត្រូវនៅក្នុងការសម្រេចកិច្ចការធំរបស់ប្រទេសនោះឡើយបាទប៉ុន្តែបើតាមសារព័ត៌មានបានបញ្ជាក់ថាការអះអាងរបស់លោកប្រធានាធិបតីថាគ្រប់គ្រងច្រក Hormuz ទាំងស្រុងនេះហាក់ដូចជានៅធ្វើឲ្យគេងឿងឆ្ងល់នៅឡើយទេដោយសារអីដោយសារតែអ៊ីរ៉ង់ក៏បានប្រើកងកម្លាំងរបស់ខ្លួនចាប់យកនាវាចំនួន2គ្រឿងកាលពីម្សិលមិញគឺឥឡូវថ្ងៃនេះគឺអ៊ីរ៉ង់ថែមទាំងបញ្ចេញរូបវីដេអូកងកម្លាំងដូរបស់អ៊ីរ៉ង់ឡើងចាប់កប៉ាល់នោះបាទដើម្បីឲ្យមហាជនគេបានដឹងផងដែរបាទដែលជាការព្រមានមួយបាទថាតើរឿងនេះអ្នកណាជាអ្នកម្ចាស់ច្រក Hormuz ពិតប្រាកដឥឡូវនេះគឺការអះអាងទាមទារបន្តគ្នាបើទោះបីជាយ៉ាងនេះក៏ដោយគឺស្ថានភាពហាក់ដូចជាមិនច្បាស់នៅឡើយទេនៅហាក់ដូចជាសពិចសពិលពីព្រោះអីខាងសហរដ្ឋអាមេរិកបានថ្លែងប្រាប់ទៅខាងសភារបស់សហរដ្ឋអាមេរិកថាការដោះមីននៅច្រក Hormuz នេះគឺទៅចំណាយពេលរហូតដល់6ខែឯណោះដើម្បីបោះសម្អាតច្រកមីននេះបានអញ្ចឹងដូច្នេះវាជារឿងមួយស្មុគស្មាញផងដែរបាទដែលធ្វើឲ្យមានការលំបាកបន្ថែមទៀតពីព្រោះអីបាទអ៊ីរ៉ង់គាត់បានដាក់មីនបាទនៅកន្លែងនោះហើយមិនដឹងជានៅច្រកមីននៅកន្លែងណាខ្លះហើយសហរដ្ឋអាមេរិកឥឡូវនេះគឺអាចនឹងទៅដោះមីនបានដែរក៏ប៉ុន្តែមិនទាន់មានលទ្ធភាពដើម្បីធ្វើឲ្យកប៉ាល់ដឹកទំនិញដែលមកពីប្រទេសសម្ព័ន្ធប៉ុណ្ណឹងបើកឆ្លងកាត់ច្រក Hormuz នោះបានឡើយទេហើយជាលទ្ធផលគឺនៅថ្ងៃនេះគឺតម្លៃប្រេងរបស់ទីផ្សារពិភពលោកគឺមានប្រហែលជា$100ក្នុង1បារ៉ែលអញ្ចឹងតម្លៃឡើងតិចម្ដងណាក៏ប៉ុន្តែក៏មិនទាន់លើស$100ខ្លាំងដែរបាទនេះគឺជាការវិវត្តមួយហើយការដែលដាក់បិទច្រកទាំងពីរគឺអ៊ីរ៉ង់ក៏បិទសហរដ្ឋអាមេរិកក៏បិទនេះបាទគឺជារឿងមួយដែលក្រុមមន្ត្រីនៅក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកត្រូវតែពន្យល់ទៅដល់ខាងសភាថាតើពួកគេមានផែនការយ៉ាងណាដើម្បីបើកច្រកនេះយ៉ាងវិញពិតប្រាកដដោះមីននេះឲ្យបានចប់សពគ្រប់នោះបាទជាលទ្ធផលគឺខាងមន្ត្រីរបស់ក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកថា6ខែនេះបើយោងតាមការរាយការណ៍របស់កាសែត Washington Post បាទហើយលោកប្រធានាធិបតី Donald Trump គាត់បានច្រានចោលផងដែរនៅការដែលលើកឡើងថាកប៉ាល់របស់ខាងអ៊ីរ៉ង់នៅតែអាចប្រឈមមុខបង្កជាគ្រោះថ្នាក់ទៅដល់កប៉ាល់ដឹកទំនិញដែលបើកឆ្លងកាត់ទៅកន្លែងនោះលោកថានោះគឺជាកប៉ាល់តូចបាទតែប៉ុណ្ណោះទេដែលអាចនឹងឲ្យសហរដ្ឋអាមេរិកដោះស្រាយបញ្ហានេះបានបាទគឺឥឡូវនេះឲ្យគេធ្វើអញ្ចឹងសិនទៅបាទពេលណាមួយសហរដ្ឋអាមេរិកនឹងត្រូវបាទចាត់វិធានការបញ្ចប់ស្ថានភាពនោះដោយប្រើកម្លាំងតែម្ដង I'll finish it up militarily បាទគឺបានន័យថានឹងបញ្ចប់ដោយយោធា
រីឯការវិវត្តមួយទៀតបាទការវិវត្តមួយទៀតនោះដែលធ្វើឲ្យតម្លៃទីផ្សារភាគហ៊ុនមានក្តីសង្ឃឹមហើយបានលក់ចេញយ៉ាងមានតម្លៃខ្ពស់ដែរនៅថ្ងៃនេះគឺលោកប្រធានាធិបតី Donald Trump បានប្រកាសថាបទជួបបាញ់គ្នារវាងអ៊ីស្រាអែលនិងប្រទេសលីបង់គឺនឹងបន្តរយៈពេល3សប្តាហ៍ទៀតពីព្រោះកិច្ចព្រមព្រៀងនេះគឺគ្រោងនឹងចប់នៅថ្ងៃអាទិត្យនេះហើយវាជាផ្នែកមួយដែលអ៊ីរ៉ង់ក៏ថាត្រូវតែមានបទជួបបាញ់គ្នារវាងអ៊ីស្រាអែលជាមួយនឹងលីបង់ដើម្បីជប់វាប្រហារទៅលើក្រុមហេសបូឡាដើម្បីអាចឲ្យអ៊ីរ៉ង់អាចចុះកិច្ចព្រមព្រៀងបទជួបបាញ់ជាមួយនឹងសហរដ្ឋអាមេរិកបានបាទឥឡូវនេះគឺលោកប្រធានាធិបតីប្រកាសថានឹងបន្តរយៈពេល3សប្តាហ៍ទៀតលោកបានប្រកាសតាមរយៈបណ្ដាញសង្គម True Social របស់លោកថាកិច្ចប្រជុំរវាងមន្ត្រីទាំងអស់នោះគឺដំណើរការទៅបានល្អហើយលោកបាទគឺគាត់លោកប្រធានាធិបតីចង់ឲ្យមេដឹកនាំនៃប្រទេសអ៊ីស្រាអែលហើយនិងមេដឹកនាំនៃប្រទេសលីបង់ហ្នឹងមកជួបគ្នានៅពេលណាមួយនៅជាមួយលោកនៅខាងរដ្ឋធានី Washington នេះផងដែរដើម្បីប្រជុំដើម្បីដោះស្រាយបញ្ហាយ៉ាងណាទប់ស្កាត់ធ្វើយ៉ាងណាកុំឲ្យក្រុមហេសបូឡានេះមានកម្លាំងថែមទៀតដែលបង្កការគំរាមកំហែងទៅដល់តំបន់ក៏ដូចជាទៅលើប្រទេសអ៊ីស្រាអែលផងដែររាយការណ៍វិវត្តមួយទៀតគឺប្រិមត្តនៅចាំបានហើយកាលពីថ្ងៃម្សិលមិញគឺលោករដ្ឋមន្ត្រីក្រសួងសង្គ្រាម Pete Hegseth បានបណ្ដេញលោករដ្ឋលេខាធិការដែលទទួលបន្ទុកទាហានជើងទឹករបស់សហរដ្ឋអាមេរិកឥឡូវនេះគឺសមាជិករដ្ឋសភាបាទអ្នកតាក់តែងច្បាប់របស់សហរដ្ឋអាមេរិកដែលមកពីគណៈបកទាំងពីរតែម្ដងមានការព្រួយបារម្ភសម្ដែងការព្រួយបារម្ភចំពោះការបណ្ដេញលោក John Palin ចេញបាទដោយខាងគណៈបកសាធារណរដ្ឋបានចោទសួរលោករដ្ឋមន្ត្រីក្រសួងការពារជាតិហ្នឹងថាតើការដឹកនាំរបស់លោកហ្នឹងមានលក្ខណៈយ៉ាងម៉េចដែរបានជាឃើញមានទំនាស់ជាមួយនឹងមេតបធំនឹងជាបន្តរហូតដល់មានការបណ្ដេញជាបន្តបន្ទាប់ក្នុងគណៈពេលដែលអ្នកតាក់តែងច្បាប់ដែលមកពីខាងគណៈបកប្រជាធិបតេយ្យវិញគាត់បានព្រមានថាការធ្វើបែបនេះអាចនឹងបង្កឲ្យមានការចលាចលនៅទូទាំងក្រសួងការពារជាតិនោះហើយការចាក់ចេញយ៉ាងតក់ក្រហល់របស់លោក Palin បាទគឺកើតមានឡើងដោយមិនមានការពន្យល់ច្បាស់លាស់នោះទេបាទដោយសារតែមានការប្រកួតប្រជែងគ្នាឆ្លោះគ្នានៅក្នុងក្រសួងហើយក៏ដូចជាការមួយដែលរុះរើតំណែងអ្នកដែលកាន់កិច្ចការសំខាន់មួយចំនួនក្នុងខណៈពេលដែលសហរដ្ឋអាមេរិកកំពុងតែប្រយុទ្ធគ្នាជាមួយនឹងប្រទេសអ៊ីរ៉ង់បាទដូច្នេះអ្នកតាក់តែងច្បាប់ទាំងអស់ទាំងមកពីគណៈបកទាំងពីរនៅរដ្ឋសភានៅព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកកំពុងតែប្រញាប់ប្រញាល់ចង់ដឹងឲ្យបានច្បាស់ថាតើរឿងនេះដំណើរការយ៉ាងម៉េចផងដែរចង់បានចម្លើយថាតើថ្នាក់ដឹកនាំនៃកងកម្លាំងជើងទឹករបស់សហរដ្ឋអាមេរិកនឹងទៅដំណើរការទៅដល់កន្លែងណាបាទអញ្ចឹងប្រិមិត្តដឹងហើយគឺអាមេរិកកម្លាំងដែលខ្លាំងគឺការពិតទៅជើងទឹកណាបាទកម្លាំងជើងទឹកនឹងខ្លាំងបាទខ្លាំងណាស់បាទឃើញគាត់ចល័តតបឃើញជើងគោកអត់តន់ទៅប៉ុន្តែជើងទឹកទៅអស់ហើយបាទពីព្រោះជើងទឹកអ្នកខ្លះអត់ដឹង Navy ខ្ញុំបើបងចោតតិចណាបាទបងចោតតិចចុះពាក្យ Navy ទាហានជើងទឹករបស់សហរដ្ឋអាមេរិកហ្នឹងគឺដូចក្រសួងមួយរបស់ក្រសួងការពារជាតិអញ្ចឹងបានន័យថាម៉េចនៅក្នុងហ្នឹងកម្លាំងសម្រាប់ឡើងគោកវាឡើងគោកហ្នឹងក៏មានដែរបាទនាវាសម្រាប់ប្រយុទ្ធនៅក្នុងទឹកហ្នឹងក៏មានយន្តហោះចម្បាំងនៅលើហ្នឹងក៏ក្រោមបញ្ជារបស់ទាហានជើងទឹកដែរចុះយន្តហោះនៅជីនៅលើនាវាហ្នឹងបាទហ្នឹងនៅក្រោមទាហានជើងទឹកទេមិនមែននៅក្រោមកងអាកាសមានផ្សេងទៀតមានទាហានមានកងមកគេមួយទៀតប៉ុន្តែនៅក្នុង Navy ក៏មានកងអាកាសនៅក្នុង Navy ហ្នឹងដែរបាទចឹងរចនាសម្ព័ន្ធរបស់សហរដ្ឋអាមេរិកនេះគឺវាមានលក្ខណៈស្មុគស្មាញតិចប្រិមិត្តខ្លះតែជាតិចទាហានហ្នឹងមកលើកងអាកាសមែនទេទាហានមួយចំនួនដែលបើកកប៉ាល់ហោះនៅក្រោម Navy ហ្នឹងគឺនៅលើកប៉ាល់ដឹកយន្តហោះហ្នឹងគឺពួកក្រុម Navy ទេបាទមានរបស់គេអញ្ចឹងប្រយុទ្ធបានបាទអញ្ចឹងធំកម្លាំងជើងទឹករបស់សហរដ្ឋអាមេរិកធំអញ្ចឹងហើយដូច្នេះបានធ្វើឲ្យបាទអ្នកតាក់តែងច្បាប់សហរដ្ឋអាមេរិកនឹងមានការព្រួយបារម្ភណាស់ពីព្រោះកម្លាំងខ្លាំងគឺជើងទឹករបស់សហរដ្ឋអាមេរិកហើយការចាក់ចេញដោយមិនធ្វើដោយមានការបញ្យលនេះគឺនាំឲ្យមានការងឿងឆ្ងល់ជាច្រើនហើយនឹងធ្វើឲ្យមានការតានតឹងកាន់តែខ្លាំង
អំពីការដឹកនាំរបស់លោកហិសិតនៅពេលដែលសភានៅពេលដែលសភាក៏អញ្ជើញលោកមកពន្យល់អំពីកិច្ចការនេះនៅសប្តាហ៍ក្រោយនៅគណៈកម្មាធិការសេវាកម្មយោធារបស់រដ្ឋសភានោះគឺប្រកាសណាស់គឺរដ្ឋសភានឹងសាកសួរលោកអំពីការដឹកនាំនិងការវិវត្តជាពិសេសការបណ្ដេញលោករដ្ឋលេខាធិការទទួលបន្ទុកទាហានជើងទឹករបស់សហរដ្ឋអាមេរិកនេះហើយបាទគឺច្បាស់ជាមានសំណួរនេះហើយជាពិសេសក្នុងពេលប្រហែលសប្តាហ៍មុននេះគាត់ក៏បានដេញនាយអគ្គសេនាធិការគឺលោក Randy George លោកនាយឧត្តមសេនីយ៍ Randy George ផ្កាយមាស4ណាផងដែរដែលជានាយឧត្តមសេនីយ៍មួយរូបដែលមានការគោរពមានការគោរពយ៉ាងខ្លាំងក្លានៅក្នុងជួរយោធាមកហើយនឹងមានមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតដែលត្រូវបានបណ្ដឹងចេញបាទនេះជាការវិវត្តមួយរីឯការវិវត្តចុងក្រោយនៅក្នុងព័ត៌មានទី1នេះគឺនាវាដឹកយន្តហោះទី3របស់សហរដ្ឋអាមេរិកដែលមានឈ្មោះថា George Washington សំទោសGeorge W Bush បាទឥឡូវនេះបានទៅដល់ហើយតំបន់មជ្ឈមបូព៌ាគឺនៅសមុទ្រជិតប្រទេសអ៊ីរ៉ង់តែម្ដងដោយមានកងនាវាចម្បាំងអមនឹងទៅជាមួយផងដែរបាទគឺទៅដល់នៅថ្ងៃប្រហ័ននេះហើយតាមការប្រកាសឲ្យដឹងបាទជានាវាទី3ណានាវាដឹកយន្តហោះទី3ហើយដែលធ្វើដំណើរទៅប្រចាំការនៅទីនោះត្រៀមសម្រាប់ការប្រយុទ្ធបាទដែលជាការមួយបង្កើននៅកងកម្លាំងយោធារបស់សហរដ្ឋអាមេរិកថែមទៀតដែលអាចអនុញ្ញាតឲ្យលោកប្រធានាធិបតីបាទចាត់ចំណាត់ការយ៉ាងណាដើម្បីដាក់សម្ពាធទៅលើរដ្ឋាភិបាលអ៊ីរ៉ង់ឲ្យចោះចាញ់ជាពិសេសគឺប្រកល់ជូននៅកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនហើយក៏ដូចជាការបើកឡើងវិញនៅច្រក Hormuz ហើយនឹងក៏យល់ព្រមឡើងផងដែរបាទនៅបទជបាញ់ដែលធ្វើឲ្យតំបន់នេះមានស្ថិរភាពឡើងវិញការទៅដល់របស់នាវាដឹកយន្តហោះ USS George W Bush ជាមួយនឹងក្រុមវាយប្រហារនោះគឺមានទាហាននៅលើនោះគឺរាប់ពាន់នាក់ផងដែរបាទហើយនឹងក៏មានយន្តហោះចម្បាំងដែលទំនើបរាប់សិបគ្រឿងរបស់សហរដ្ឋអាមេរិកក៏ទៅទីនោះផងដែរនេះបើយោងតាមការប្រកាសរបស់បញ្ជាការដ្ឋានយុទ្ធភូមិភាគកណ្ដាលដែលពិនិត្យមើលប្រតិបត្តិការនៅក្នុងតំបន់មជ្ឈមបូព៌ាហើយវាគឺជាផ្លូវមួយដែលត្រូវបានគេពិនិត្យមើលយ៉ាងដិតដល់ថាតើលោកប្រធានាធិបតីខិតខំស្វែងរកឲ្យមានការរីកចម្រើននៅក្នុងការចរចាគ្នានេះដោយរបៀបណាក្នុងគណៈពេលដែលកិច្ចចរចាសន្តិភាពឥឡូវនេះគឺផ្អាកទៅហើយបាទដោយមិនទាន់មានចំណុចឯកភាពគ្នារវាងទីក្រុងតេហឺរ៉ង់ជាមួយនឹងទីក្រុង Washington នោះទេបាទនេះជាព័ត៌មានទី1ណាសង្ខេបរៀងវែងជូនប្រិយមិត្តតិចរីឯព័ត៌មានទី2វិញគឺនៅថ្ងៃនេះបាទបើយោងតាមអាជ្ញាធរសហព័ន្ធបានឲ្យដឹងថាគេបានចោទប្រកាន់យោធាបាទទាហានដែលនៅកងកម្លាំងពិសេសមួយរូបពីបទពាក់ព័ន្ធជាមួយនឹងការដែលចូលចាប់លោក Nicolas Maduro បាទអញ្ចឹងគាត់ចូលរួមពាក់ព័ន្ធនៅក្នុងប្រតិបត្តិការនឹងគេមិនបញ្ជាក់ថាតើគាត់ជាអ្នកទៅចាប់ផ្ទាល់ឬក៏ជាអ្នកបញ្ជាប៉ុន្តែនៅក្នុងប្រតិបត្តិការហ្នឹងគឺមានគាត់មួយដែរបាទមានគាត់មួយដែរដែលចូលរួមពាក់ព័ន្ធនៅក្នុងប្រតិបត្តិការចាប់លោក Nicolas Maduro បាទប៉ុន្តែបែរជាគាត់ខ្លួនឯងហ្នឹងជាអ្នកមកភ្នាល់នៅក្នុងតាមគេហទំព័រតាមអនឡាញកន្លែង website អនឡាញថាពីព្រោះ website មួយរបស់គេហ្នឹងគេមានសម្រាប់ភ្នាល់គ្នាថាតើឧទាហរណ៍ដូចតែភ្នាល់គ្នាថាតើវាយឬមិនវាយចាប់បាននេះឬក៏យ៉ាងម៉េចហ្នឹងគេភ្នាល់ទៅតាមស្ថានភាពជាក់ស្ដែងហ្នឹងតែម្ដងបាទមានអញ្ចឹងទៀតណាបាទមានអញ្ចឹងទៀតបាទហើយលោកហ្នឹងគាត់ចូលទៅភ្នាល់ថាពិតជាចាប់នឹងចាប់បានស្រាប់ទីបំផុតគាត់ឈ្នះបាន$40,000បាទ$400,000បាទ$400,000ច្រើនណាបាទគឺគាត់ឈ្នះនៅក្នុងការភ្នាល់គ្នាហ្នឹងក៏ប៉ុន្តែក្រោយមកគេស៊ើបឃើញទៅបាទគាត់ឈ្មោះថា Ken Van Dyke បាទជាយោធាសកម្មរបស់សហរដ្ឋអាមេរិកដែលពាក់ព័ន្ធជាមួយនឹងប្រតិបត្តិការចាប់លោក Nicolas Maduro នេះហើយគាត់នឹងគឺដោយសារគាត់ដឹងព័ត៌មានសម្ងាត់មុនហើយគាត់យកទៅចាក់ឆ្នោតអញ្ចឹងទៅវាមិនខុសទេបាទមិនខុស
มันเขาจะเข้าច្បាប់ប៉ុន្តែចាក់អត់ខុសបាទចាក់អត់ខុសបើពីព្រោះគាត់អ្នកដឹងប្រតិបត្តិការហ្នឹងអញ្ចឹងដូច្នេះ website ដែលគេចាក់ហ្នឹងគឺឈ្មោះ Poly Market បាទមានអ្នកណាដែលភ្នាល់រឿងហ្នឹងខ្ញុំមិនតែទេអត់ដែលទៅដឹងថ្ងៃហ្នឹងនិយាយទៅស្មោះត្រង់ទៅមាន website ភ្នាល់អញ្ចឹងដែរណា Poly Market បាទឈ្នះបាទនៅក្នុងរូបនេះរូបដែលខ្ញុំដាក់មកហ្នឹងគឺនេះលុយដែលគាត់ទទួលបាននៅក្នុងអត្ថបទហ្នឹងលុយគាត់ទទួលបានប្រមាណហ្នឹងគេដាក់នៅក្នុងហ្នឹងបាទគេមានផតតាងបាទអញ្ចឹងទៅបានចាប់ខ្លួននិងចោទប្រកាន់ពីបទច្រើនគឺតាក់ទងជាមួយនឹងការខ្លែងបន្លំការបោកប្រាស់តាមអនឡាញការលួចហើយនឹងការប្រើប្រាស់ព័ត៌មានសម្ងាត់របស់រដ្ឋដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនក្មេងដែរណាវ៉ាន់ដៃអាយុ38ឆ្នាំមកពីទីក្រុង Fayetteville រដ្ឋ North Carolina បងប្អូនកម្ពុជាយើងនៅ North Carolina ស្គាល់គាត់ទេគាត់ឈ្មោះ Van Dyke ណា Van Dyke ឈ្មោះពេញគាត់ឈ្មោះKen Van Dyke អាយុ38ឆ្នាំមកពីទីក្រុង Fayetteville រដ្ឋ North Carolina អញ្ចឹងគាត់ប្រឈមមុខនឹងការចោទប្រកាន់នេះក៏ប៉ុន្តែគេមិនទាន់ដឹងថាតើគាត់រកមេធាវីបានដើម្បីការពារខ្លួនហើយឬនៅនោះទេនេះជាព័ត៌មានទី2